តស៊ូណាតម្រាំមានថ្ងៃនេះណាបាទលក់តាំងពីមិនទាន់មានអ្នកស្គាល់បាទពីមនុស្សម្នាក់ពីរនាក់3នាក់រហូតដល់មានភ្ញៀវដូចទឹកបាក់ទំនប់បាទដូចសពថ្ងៃនេះគឺមិនងាយទេបងប្អូនហើយបាទគឺអត់ធ្មត់ណាស់ព្យាយាមណាស់បាទតម្រាំមានគេស្គាល់យើងណារកឃើញបុកល្ហុងឆ្ងាញ់មួយកន្លែងទៀតហើយបាទសម្រាប់អ្នកដែលរស់នៅក្រុងកំពតគឺស្គាល់ច្រើនហើយតាក់ទងទៅនឹងបុកល្ហុងរបស់គាត់ណាបាទគឺគាត់លក់យូរឆ្នាំហើយប៉ុន្តែតាក់ទងនឹងទីតាំងរបស់គាត់នេះគឺទើបតែបើកថ្មីទេបាទគឺគាត់ទើបតែជួលថ្មីបាន3ខែទេហើយគាត់លក់រយៈពេល7ឆ្នាំហើយតាក់ទងនឹងទីតាំងរបស់គាត់គឺស្រួលរយមែនទែនបាទគឺនៅផ្លូវលេខ700បាទនៅជាប់ពហុស្ថានកីឡាខេត្តកំពតតែម្ដងបាទគឺនៅចិត្តរង្វង់មូតរ៉េណាបងប្អូនអត់ពិបាករកទេហើយសម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្តគឺមិនសូវជាស្គាល់បុកល្ហុងគាត់ប្រហែលទេបាទបងប្អូនដែលមកលេងខេត្តកំពតឬជាក្រុងកំពតបាទហើយចង់ញ៉ាំបុកល្ហុងឆ្ងាញ់ណាបាទគឺបងប្អូនអាចមើលទីតាំងនេះបានបាទមិនថាតម្លៃសេវាកម្មរសជាតិអីទេបាទគឺឆ្ងាញ់មែនទែនបាទអាចទទួលយកបានណាសម្រាប់ទីតាំងរបស់គាត់នេះគឺបើកចាប់ពីម៉ោង3រសៀលរហូតដល់ម៉ោង10យប់បាទមើលតាមភាពជាក់ស្ដែងបើសិនជាភ្ញៀវគាត់នៅបន្តញ៉ាំបាទទៅដល់ម៉ោង10ជាង11ហ្នឹងគាត់នៅតែបើកអញ្ចឹងបាទបុកល្ហុងរបស់គាត់ណាសម្រាប់បងប្អូនមកលេងក្រុងកំពតហើយចង់ញ៉ាំបុកល្ហុងរបស់គាត់ណាហើយបងប្អូនមកដល់រង្វង់មូតរ៉េបងប្អូនសួរគេទៅបាទបុកល្ហុងខ្ទើយហ្នឹងគេស្គាល់ហើយបាទនៅជាប់ពហុស្ថានកីឡាខេត្តកំពតហ្នឹងសម្រាប់បងប្អូនអ្នកក្រុងកំពតបាទខ្ញុំជឿជាក់ថាស្គាល់ច្រើនមែនទែនតាក់ទងទៅនឹងកន្លែងរបស់គាត់ណាហើយសម្រាប់មីនុយក៏គាត់មានច្រើនដែរបាទមាន5 6មុខមានបុកបង្គាបាទបុកជើងមាន់បុកក្តាមប្រៃក្តាមសេះហើយនឹងបុកប៉ាតេបាទអញ្ចឹងគឺឆ្ងាញ់មែនទែនបាទតាក់ទងទៅនឹងមីនុយរបស់គាត់ទាំង5ហ្នឹងណាហើយតាក់ទងទៅនឹងតម្លៃគាត់លក់ចាប់ពី10000ទៅបាទមាន10000 15000 20000 25000អញ្ចឹងទៅតាមបងប្អូនកំងណាមិនថាបងប្អូនទិញក្នុងតម្លៃមួយណាទេគឺគាត់មានថែមនំបញ្ចុកហើយនឹងផ្សេងទៀតបាទទៅតាមភាពជាក់ស្ដែងហើយសម្រាប់តាក់ទងទៅនឹងកន្លែងរបស់គាត់នេះបងប្អូនដែលចង់មកញ៉ាំបាទគឺដូចខ្ញុំបានបញ្ជាក់អញ្ចឹងបាទម៉ោងដែលគាត់បើកគឺម៉ោង3ទៅបាទម៉ោង3រសៀលដល់ម៉ោង10បាទគឺគាត់បើកហើយកន្លែងរបស់គាត់ភ្ញៀវមកញ៉ាំច្រើនចន្លោះពីម៉ោង4 5 6 7ហ្នឹងបាទចន្លោះ3ម៉ោងហ្នឹងគឺភ្ញៀវមកញ៉ាំច្រើនមែនតើអ្នកដែលមកក្រោយហ្នឹងគឺអាចនឹងចាំយូរបន្តិចហើយកន្លែងរបស់គាត់អ្នកដែលមកដល់ភ្លាមចង់បានញ៉ាំភ្លាមតើតែកំងទុកមុនកន្លះម៉ោងអីបានញ៉ាំបាទដោយសារតែគាត់ធ្វើឲ្យអ្នកដែលគាត់កំងដែរណាហើយណាមួយភ្ញៀវក៏គាត់មកច្រើនបាទអញ្ចឹងគឺគាត់ធ្វើអត់ទាន់ទេបើសិនយើងបងប្អូនចង់មកដល់ភ្លាមបានញ៉ាំភ្លាមបាទកំងទុកមុនកន្លះម៉ោងទៅសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមបងប្អូនជួយចែកម្លែកអ្នកមួយផងបាទជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន